ជួយគ្នាក្នុងគ្រាមានអាសន្នលោកស្រីត្រីដាណាក៏ដូចជាលោកជំទាវសុករស្មីបានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនទៅកាន់អ្នកនាងពេជ្រចរណៃដែលរងនឹងការខូចខាតអាហារដ្ឋានរបស់ខ្លួនទាំងស្រុងដោយករណីអគ្គិភ័យចានេះគឺជាអ្វីដែលជាទម្លាប់របស់ខ្មែរយើងបងប្អូនជួយគ្នាក្នុងគ្រាមានអាសន្នណាម្ដាយមួយជើងម្នាក់ទៅតាមលទ្ធភាពមិនថាតែរឿងរ៉ាវរបស់អ្នកនាងពេជ្រចរណៃទេដោយដែលបងចយធ្លាប់នៅកំពង់ស្ពឺនៅខាងស្រុកកំណើតចឹងណាបងប្អូនណាចាបើសិនជាអ្នកនៅស្រុកភូមិជាមួយគ្នាមានចាផ្ទះអ្នកណាមានបញ្ហាអគ្គិភ័យអីចឹងណាអ្នកស្រុកភូមិជាមួយគ្នាឬក៏អ្នកស្រុកភូមិជាប់ហ្នឹងណាតែងតែជួយបងប្អូននេះតាមខ្ញុំចាំបានខ្ញុំនៅតូចជួយរបៀបម៉េចចាជួយអ្នកខ្លះមានចានហ្នឹងទៅក៏យកចានមកឲ្យចាមានស្ព្រាអញ្ចឹងយកស្ព្រាមកឲ្យកៅអៅអីចឹងចាយកមកឲ្យមានជាស្លឹកកត្រប់ប្រក់ទេហ៎យកមកឲ្យ4-10កត្រប់អីចឹងណាហ្នឹងហើយចាមានអីគឺគាត់ជួយនឹងទៅតាមប្រតិភិបរៀងខ្លួនរបស់គាត់អីចឹងទៅភាគច្រើនគឺជាសម្ភារៈទាំងអស់តែចំណនដែលនាងខ្ញុំនៅតូចឲ្យចាំបានថាមានករណីអគ្គិភ័យអីចឹងទៅអ្នកភូមិផងរបងជាមួយគ្នាហ្នឹងគឺតែងតែចាមកជួយគ្នាចាម្ដាយមួយជើងទៅតាមប្រតិភិបរៀងខ្លួនអីចឹងទៅចំណែកឯរឿងរ៉ាវរបស់អ្នកនាងពេជ្រចរណៃដែលគាត់ខាងគុនលបុកកតៅបងប្អូនគាត់មានហាងអាហារដ្ឋានមួយណាហើយក៏មានអគ្គិភ័យឆាប់ឆេះតិចអស់អញ្ចឹងទៅក៏មានការចូលរួមជួយពីសំណាក់ចាមិត្តភ័ក្តិរបស់គាត់អំពាវនាវឲ្យមានការចូលរួមចាច្រើនចាពីសំណាក់ fan ដែលស្រឡាញ់ចាចូលចិត្តគាត់អីចឹងទៅតាមលទ្ធភាព$1 $2 5កាក់ឬក៏អ្នកមានច្រើនជួយច្រើនអីចឹងណាបងប្អូនណាក៏បានថវិកាចាសំលមមចាគួរសមសម្រាប់អ្នកនាងពេជ្រចរណៃក្នុងការចាប់ផ្ដើមជួសជុលហាងរបស់ខ្លួនឡើងវិញដែរក្នុងនោះក៏មានចាលោកស្រីត្រីដាណានេះក៏គាត់បានឃើញហើយក៏មិនបងអង្គដែរបងប្អូនណាគឺឲ្យបុគ្គលិកក្រុមការងាររបស់គាត់យកថវិការហូតដល់ទៅ$1000យកទៅជួយទៅដល់អ្នកនាងពេជ្រចរណៃក្នុងការរៀបចំហាងចារបស់ខ្លួនឲ្យចាអាចដំណើរការដោយដើមឡើងវិញហើយដល់មួយទៀតហ្នឹងក៏មានការចូលរួមពីខាងលោកជំទាវសុករស្មីផងដែរបងប្អូនដឹងស្រាប់ហើយចាពួកគាត់ទាំងពីរនេះរឿងរ៉ាវនៃការជួយសង្គមគឺហៅហែមានសកម្មភាពកន្លងមកហ្នឹងគឺតែងតែជួយរហូតបងប្អូនណារឿងស្រូវជួយស្រូវរឿងចាផលដំណាំណាចាល់អញ្ចឹងទៅគឺគាត់ជួយនឹងរហូតអ្នកក្រលំបាកអត់អីតាណាតណៃហ្នឹងគឺចាមានការលុកដៃជួយពីសំណាក់លោកជំទាវទាំងពីរហោហែរហូតតែម្ដងចាហើយលោកជំទាវសុករស្មីហ្នឹងក៏គាត់ជួយថវិកាចំនួន4លានរៀលផងដែរជូនទៅកាន់អ្នកនាងពេជ្រចរណៃបន្ទាប់ពីឮថាជួបបញ្ហាចាគាត់គឺពិតជាទទួលអារម្មណ៍ថាសោកស្ដាយខ្លាំងមែនតើហើយក៏ដឹងថាអ្នកនាងពេជ្រចរណៃហ្នឹងគឺជាបុគ្គលដែលតែងតែលើកស្ទួយពីក្បាច់គុនលបុកកតៅខ្មែរកន្លងមកដែរអញ្ចឹងហើយក៏គាត់ឲ្យចាជាថវិកានេះសម្រាប់ជួយទៅដល់អ្នកនាងពេជ្រចរណៃចាបូកផ្សំជាមួយនឹងថវិកាចាในការជួយពីសំណាក់បងប្អូនយើងផ្សេងទៀតអីចឹងទៅជឿជាក់ថាអ្នកនាងពេជ្រចរណៃចាអ្នកនាងពេជ្រចរណៃដែលជាបុគ្គលមួយរូបចាដែលតែងតែលើកស្ទួយចាក្បាច់គុនលបុកកតៅខ្មែរក៏ដូចជាវប្បធម៌ខ្មែរផ្សេងទៀតកន្លងមកហ្នឹងចាឲ្យគាត់អាចចាប់ផ្ដើមរៀបចំហាងរបស់គាត់ដំណើរការដោយប្រក្រតីឡើងវិញទៅចោះពីព្រោះគោលបំណងរបស់គាត់ណាហាងនេះមិនមែនត្រឹមតែហាងបាយធម្មតាទេប៉ុន្តែគាត់ចង់តាំងចានៅអ្វីដែលជារបស់ខ្មែរវប្បធម៌ខ្មែរនៅក្នុងហាងហ្នឹងដើម្បីបងប្អូនយើងបានឃើញថែមទៀតផងណាចាអរគុណណាស់នាងខ្ញុំក៏សូមបញ្ចប់រឿងរ៉ាវរបស់ចាលោកជំទាវសុករស្មីក៏ដូចជាលោកស្រីត្រីដាណាត្រឹមប៉ុណ្ណេះរាល់ការខុសឆ្គងក៏សូមអភ័យទោសជួបគ្នាជាមួយនឹងបងប្អូននៅព័ត៌មានក្រោយ